ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុមកីឡាករជួរមុខកម្ពុជា4រូបនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីផ្សព្វផ្សាយគុណខ្មែរនាខែក្រោយនេះក្រុមកីឡាករជួរមុខកម្ពុជាចំនួន4រូបនឹងចេញទៅប្រកួតផ្សព្វផ្សាយគុណខ្មែរនៅទឹកដីសហរដ្ឋអាមេរិកជាផ្លូវការជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររៀបចំដោយសហព័ន្ធកីឡាប្រដាល់គុណខ្មែរក្រុមកីឡាករទាំង4រូបនោះរួមមានមេធីមរឿងសាភ័ណ្ឌធុនរទ្ធីក្របីព្រៃពេជ្រសម្បត្តិនិងកីឡាការិនីអេយ៉ានុតសូមជម្រាបថាកីឡាករទាំង4រូបនេះសុទ្ធសឹងតែជាកីឡាករដែលមានសមត្ថភាពខ្ពស់និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជាក៏ដូចជាបណ្ដាប្រទេសមួយចំនួនក៏បានស្គាល់ពួកគេផងដែរជាក់ស្ដែងមេធីមរឿងសាភ័ណ្ឌជាកីឡាករគុណខ្មែរចាស់វស្សាជួរមុខកម្ពុជាមួយរូបដែលបានប្រឡូកក្នុងវិស័យឈឺសាច់មួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយរូបគេតែងតែចេញទៅប្រឡូកនៅក្រៅប្រទេសជាច្រើនដងផងដែរដោយលទ្ធផលឈ្នះច្រើនជាងចាញ់ខណៈកីឡាករ3រូបទៀតក៏ដូចគ្នាសង្ឃឹមថាការចាក់ចេញទៅប្រកួតនៅអាមេរិកជាលើកដំបូងរបស់ពួកគេនឹងធ្វើបានល្អយកជ័យជំនះជូនជាតិនិងលើកមុខមាត់ជាតិកាន់តែល្បីលើឆាកអន្តរជាតិឧបត្ថម្ភធំដោយគិតពីសុខភាពនឹកដល់ទឹកត្រចៀកកម្មប្លេងបឺតម៉ូតូអគ្គិសនី JB ធ្វើដំណើរ100គីឡូម៉ែត្រចំណាយត្រឹមតែ 2200 រៀលប៉ុណ្ណោះ JB កើនប្រាក់ចំណូលគ្រួសារមានសុភមង្គល